ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងបង្ហាញបង្រៀនពីការហាត់ប្រាណសម្រាប់យើងដែលមានវ័យចំណាស់បន្តិចហើយណាយើងការធ្វើនឹងយើងអាចធ្វើកើតដែរយើងមិនបាច់ខំប្រឹងទៅរត់ឬក៏ទៅធ្វើអីឲ្យនេះខ្លាំងទេយើងអាចធ្វើស្រួលហើយយើងអាចនឹងបានលទ្ធផលដូចជាការដែលគេក្មេងៗគេធ្វើដែរហើយនេះបងប្អូនចាំធ្វើតាមនាងខ្ញុំអូខេមុនដំបូងយើងធ្វើនេះគឺពេលបងប្អូនអ្នកដែលឡើងស្ករពេលញ៉ាំបាយហើយយើងធ្វើហ្នឹងចុះអត់សូវឡើងស្ករទេវាអាចខ្លាញ់នឹងវាជាតិស្ករនឹងវាចេញពីខ្លួនយើងណាគេថាមុនដំបូងយើងធ្វើចេះយើងចូលជើងជិតគ្នាយើងលើកចេះហើយចទើតជើងយើងនេះត្រូវចទើតចេះមុននឹងលើកដៃឡើងលើចេះហើយចេះពីយើងធ្វើឲ្យបាន20 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 1
5 6 7 8 9 10 11 12 13 14 15 16 17 18 19 20ធ្វើឲ្យបាន20ក្នុងមួយក្បាច់ខែធ្វើនឹងហើយយើងលើកយើងលើកដៃយើងចេះ1 2 3ហើយពេលធ្វើនោះយើងត្រូវប្រឹងមិនលើកបដ ៗយើងដៃយើងខំប្រឹងវា stretch វាប្រឹងវាហើយធ្វើឲ្យបាន8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 166
ពីថាដៃនោះលើកឲ្យវាស្មើលើនេះស្មើមិនធ្វើដាក់ចេះណាលើកចេះឲ្យស្មើយើងស្មើនឹងដៃហ្នឹងអូខេ20ហើយមិនឡើយយើងធ្វើចេះធ្វើ20ដូចគ្នា1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
តែយើងបាននឹងឲ្យមកក្បាច់ទៀតយើងធ្វើហត់ដែរហ្នឹងចាស់ហើយតែហត់យើងធ្វើលើកដៃទៅក្រោយយើងស្ដាប់ចូលគ្នា1 2ហើយផឹងអត់ធ្វើបដ ாய் ទេ3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
6 7 8 9 10 11 12 13 14 15 16 17 18 19 20 អូខេហើយធ្វើនឹងហើយយើងអាចទាញដៃយើងទៅក្រោយចេះចាប់កដៃយើងឬក៏ធ្វើចេះក៏បានចាប់កដៃក៏បានទាញឡើងលើឬក៏ចេះទាញឡើងលើ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 បងប្អូនអាចធ្វើទៅហត់អាចអង្គុយសម្រាកបន្តិចបានហើយចាំធ្វើបន្តទៅទៀត
ហើយក្បាច់ផ្សេងទៅទៀតហើយធ្វើនឹងហើយយើងអានេះការ strike អានឹងធ្វើឲ្យសរសៃយើងទាញសរសៃល្អយើងយកដៃយើងកប់ចេះអានឹងធ្វើអង្គុយចាំធ្វើលើក្រៅចុះបន្ទាប់ទៅនេះយើងចង់ឲ្យធ្វើជើងមុនជើងយើងបោះចំហៀនឈរទៅគ្នាចាហើយបោះចំហៀនទៅមុខហើយជើងយើងនេះអង្គុយតិចទៅជង្គង់ហើយឲ្យជើងយើងនេះវាត្រង់ណាឲ្យត្រង់ឡើងលើចេះហើយបោះចំហៀនទៅក្រៅចេះហើយបាតជើងក្រោយត្រូវដាក់ឲ្យជាប់នៅនឹងក្តារហើយយើងរុញខ្លួនយើងទៅមុខចឹងណារុញខ្លួនយើងទៅមុខរុញទៅមុខឲ្យអស់ហើយរាប់ឲ្យបាន20ដែរ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
ហើយទៅរួចមកក្រោយម្ដងមួយហើយឲ្យជើងខាត់យើងត្រង់ណាគង់នេះឲ្យត្រង់ភ្លឹងកុំឲ្យកងប់អញ្ចេះត្រង់តែយើងរុញទៅខ្លួនយើងមកក្រោយវិញ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 56 67 68 69 70 71 72 7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 3
6 7 8 4 10 11 2 13 14 15 16 17 18 19 20ហើយនេះសម្រាប់អ្នកដែលអាសារមូលកពើពេលយប់ធ្វើអញ្ចឹងទៅបាត់រមូលហើយធ្វើជើងម្ខាងទៀតដូចគ្នា1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20អូខ្ញុំភ្លេចប្រាប់ជើងយើងបាក់ជើងយើងនេះយើងត្រូវកុំឲ្យចេញចេះឈរកុំឲ្យចេញចេះត្រូវដាក់ឲ្យត្រង់ជើងនឹងត្រូវត្រង់ទៅមុខចេះឲ្យតែអាចធ្វើបាន6 7 8 9 10 11 12 13 14 15 16 17 18 19 20ហើយដូចហើយធ្វើកូនចេះម្ដងទៀតដូចមិញចឹងដែរ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20ហើយធ្វើនឹងហើយយើងធ្វើជើងយើងឲ្យយើងចាស់ហើយជាពិសេសយើងដើរដូចថាជើងយើងមិនសូវលើកបានខ្ពស់ណាហើយយើងធ្វើវិធីនេះដើម្បីឲ្យជើងយើងលើកបានខ្ពស់អូខេឲ្យលើកឲ្យខ្ពស់ឲ្យតាមធ្វើឲ្យអស់ប៉ុន្តែយើងចាស់ហើយយើងមិនអាចលើកខ្ពស់ពេកយើងលើកបានប៉ុណ្ណាក៏លើកប៉ុណ្ណឹងហើយអូខេធ្វើបាន20ដែរ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20អូខេហើយជើងខាងទៀតដូចគ្នា1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20
អូខេហើយធ្វើប៉ុណ្ណឹងបានហើយយើងលើកជើងទៅមុខទៀតហើយមកធ្វើមកក្បាច់ទៀតធ្វើ20ដូចគ្នាឈរយើងមួយអត់មានពិបាកឈរជើងមួយអត់បានយើងខកៅអីមួយទៀតទៅដាក់ចំហៀងខាងនេះយើងអាចកាន់កៅអីទាំងពីរទៅហើយយើងលើកចេះម្ដង1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 chương này tiết 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 hot đài nữa ok là thôi ta khăn cào đo 1 2 3 4 5 6 7 8 4 10 11 12 13 14 15 16 17 18 19 20 1 2 3 4 5 6 ហើយពេលធ្វើនឹងប្រឹង stretch នេះមិនខនធ្វើយកជើងចេះទេតែខំ stretch 8 9 10 11 12 13 14 15 16 17 18 19 20 okay សើខើយ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 អូខេហត់ដែរហត់អាចសម្រាប់បានព្រោះយើងចាស់ហើយយើងមិនសូវមានកម្លាំងដូចគេនៅក្មេងយើងអាចធ្វើមកក្បាច់ពីរក្បាច់ចឹងយើងអាចសម្រាប់បន្តិចក៏បានហើយចាប់ធ្វើតទៅទៀតឲ្យគ្រប់ក្បាច់ដែលខ្ញុំបង្រៀនហ្នឹងហើយនឹងយ៉ាងទៀតខ្ញុំចង់ប្រាប់ពីរបៀបដែលអ្នកដែលឈឺស្មានេះឈឺកលេសឆ្អឹងស្មានេះបងប្អូនអាចធ្វើចេះអ្នកកលេសស្មាបងប្អូនអាចលើកដៃខ្ពស់ទៅដាក់ដៃយើងនៅកន្លែងហ៊ុនក្លៀកយើងចេះណានេះចេះណាហើយចេះ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 ធ្វើចឹងខ្ញុំពីដើមឈឺកលេសស្មានេះដាក់ខ្ញុំធ្វើទៅបាត់ដល់ឥឡូវស្មាខ្ញុំអត់ឈឺអ្នកដែលកំពុងឈឺប្រហែលជាឈឺពេលធ្វើហ្នឹងឈឺបន្តិចដែរប៉ុន្តែយើងធ្វើទាញប៉ុណ្ណាបានដែលអត់ឈឺហ្នឹងក៏ទាញប៉ុណ្ណឹងណាទាញមកមុខណាព្រោះថាឈឺទាញទាំងអស់មកនេះមិនបានគឺថាถึงបានតែកដាលចេះក៏បានដែរយើងធ្វើយូរទៅបន្តិចម្ដងវាធូរទៅមិនសូវឈឺទៅយើងអាចទាញឲ្យអស់មកឃើញអាចទាញឲ្យអស់មកណាចឹងណាអូខេក្បាច់មកនេះប៉ុណ្ណឹងសិនចាស់ចាំថ្ងៃក្រោយបង្ហាញក្បាច់ដែលអ្នកឈឺតាគៀកលើកក្រោយខ្ញុំបង្ហាញក្បាច់ឈឺតាគៀកនេះខ្ញុំធ្វើទៅគឺថាស័ក្តិសិទ្ធណាធ្វើទៅគឺថាបាត់មកតាគៀកខ្ញុំកាលមុនឈឺដែរអង្គុយឈរអីក៏អត់បានដែរឈឺរហូតតាគៀកនេះឈឺឡើងចាប់ទុក
ហើយហ្នឹងគឺហៅសរសៃហ្នឹងគឺសរសៃគេហៅសារកាផេងហ្នឹងគឺសរសៃហ្នឹងវែងណាពីរហូតឆ្អឹងខ្នងយើងនេះសរសៃហ្នឹងពីខ្នងហ្នឹងរហូតទៅដល់បាតជើងមុនដំបូងយើងឈឺជង្គង់ឯងឈឺចង្កេះអត់ទៅឈឺចង្កេះហើយបន្ទាប់ទៅឈឺជង្គង់ហើយឈឺជង្គង់មួយទៅឈឺដល់បាតជើងឈឺដល់ខ្នងជើងយើងទៀតឈឺដល់កែងទៀតហ្នឹងព្រោះសាច់តែយើងអត់ធ្វើចលនាអីគឺវាចេះដេញទៅបើយើងធ្វើទៅធ្វើឲ្យសរសៃហ្នឹងវាយឺតទៅវាអាចនឹងមិនឈឺសរសៃថាវាស៊ាំនឹងខ្លួនប្រាណយើងធ្វើចលនាទៅអាសរសៃហ្នឹងវាស៊ាំនេះធ្វើបើមានដុំដែកបងប្អូនអាចកាន់ដែក2ផោនអីចឹងលើកចេះខ្ញុំមានតែដែកមកនៅលើចូលទៅយកលើកធ្វើចឹងធ្វើបាន20ទៅអាហ្នឹងជួយឲ្យកម្លាំងដៃយើងមានកម្លាំងអូខេអរគុណច្រើនបងប្អូនជំរាបលាប៉ុណ្ណឹងចុះបង្ហាញប៉ុណ្ណឹងលើក្រោយខ្ញុំបង្ហាញរបៀបឈឺអាសរសៃតាគៀកហ្នឹងសរសៃតាគៀកសរសៃជើងហ្នឹងហើយបងប្អូនត្រូវធ្វើឲ្យបានមួយទឹកក៏ធ្វើឲ្យបាន3ដងឯដែរក្នុងមួយទឹកធ្វើមួយថ្ងៃខានមួយថ្ងៃឬក៏មួយទឹក3ដងទៅយ៉ាងតិចធ្វើរាល់ថ្ងៃចឹងទៅវាធ្វើសរសៃខ្លួនយើងឲ្យយើងមានកម្លាំងរឹងមាំវាមិនសូវទន់បើយើងអត់ធ្វើហាត់ប្រាណហ្នឹងគឺថាយើងចាស់ហើយកម្លាំងវាចេះទន់ទៅព្រោះយើងអត់ធ្វើចលនាហើយបើថានៅតែដេកលើក្រែអត់ដើរផងយូរដើរឲ្យរួចបណ្ដោយហើយចាំបានចាស់នៅស្រុកនេះគេឲ្យយើងដើរអាសាដើរតិចតប់ឲ្យបាន10មិនិតអីទៅមួយថ្ងៃមិនមែនគ្រាន់ដើរពី4-10ជាហ៊ានអីឈប់អត់កើតទេតើដើរបានយ៉ាងតិចក៏10ទៅ20មិនិតឲ្យបានក្នុងរយៈពេលប៉ុណ្ណឹងបានអាចសរសៃហ្នឹងវាស៊ាំអូខេបងប្អូនប៉ុណ្ណឹងចាស់ជំរាបលាបាយជួបគ្នាពេលក្រោយទៀត